តើអ្នកកំពុងតែជួបបញ្ហាដែលមិនអាចដោះស្រាយបានមែនទេព្រះបន្ទូលថ្ងៃនេះនៅក្នុងយូស្វេជំពូកទី6ខទី20ដូច្នេះពួកបណ្ដាជនក៏ស្រែកហូហើយពួកសង្ឃក៏ផ្លុំត្រែឡើងគឺកាលពួកបណ្ដាជនបានឮសូរត្រែនោះក៏ស្រែកឡើងជាសម្រែកយ៉ាងខ្លាំងស្រាប់តែកំផែងក៏ដួលរលំទៅដើម្បីឲ្យពួកបណ្ដាជនបានឡើងទៅក្នុងទីក្រុងចំមុខគេរៀងខ្លួនហើយគេក៏ចាប់យកទីក្រុងនោះទៅកំផែងយេរីកូមើលទៅរឹងមាំប៉ុន្តែបណ្ដាជនបានធ្វើតាមការណែនាំនិងស្ដាប់បង្គាប់ព្រះខនេះរំលឹកយើងថាពេលយើងប្រឈមនឹងបញ្ហាឧបសគ្គចូលជឿទុកចិត្តនិងស្ដាប់បង្គាប់ព្រះនោះគ្រប់ទាំងបញ្ហានឹងត្រូវដួលរលំអាមែន